សូមជូនព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗមានដូចតទៅសេចក្តីប្រកាសព័ត៌មានស្តីអំពីស្ថានភាពទីផ្សារក្នុងឆ្នាំ2024ឱកាសវិនិយោគនិងផែនការយុទ្ធសាស្ត្រក្នុងឆ្នាំ2025ចេញផ្សាយដោយផ្សារមូលបត្រកម្ពុជារបាយការណ៍ស្ថិតិទីផ្សារមូលបត្រត្រីមាសទី4ឆ្នាំ2024ដែលចេញផ្សាយដោយនាយកដ្ឋានមូលបត្រកម្ពុជាសូមចុច like និង Subscribe Channel រួចរើសសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី10ខែមករាឆ្នាំ2025ស្តីអំពីស្ថានភាពទីផ្សារក្នុងឆ្នាំ2024និងផែនការយុទ្ធសាស្ត្រក្នុងឆ្នាំ2025ដោយផ្សារមូលបត្រកម្ពុជាមានសេចក្តីលម្អិតដូចតទៅយោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ2024គឺប្រមាណ 5.8% និងបន្តកំណើនទៅ 6% ក្នុងឆ្នាំ2025ប៉ុន្តែស្ថានភាពនៃការវិនិយោគនៅមានភាពស្រពិចស្រពិលនៅឡើយដោយសារស្ថានភាពវិបត្តិនយោបាយសកលដែលជះឥទ្ធិពលដល់វិនិយោគិនក្នុងការរក្សាសាច់ប្រាក់នៅក្នុងដៃទោះបីជាយ៉ាងណាផ្សារមូលបត្រកម្ពុជាភមកជឿជាក់ថាឆ្នាំ2025នឹងក្លាយជាឆ្នាំដែលជោគជ័យសម្រាប់ទីផ្សារមូលបត្រនិងជាឱកាសមាសសម្រាប់វិនិយោគិនរបស់យើងវិនិយោគិនមានការយល់ឃើញថ្មីមកលើភាគហ៊ុនដែលជាផលិតផលវិនិយោគមានសន្តិភាពខ្ពស់ងាយស្រួលក្នុងការទិញលក់ស្របពេលដែលវិនិយោគិនសកម្មក្នុងទីផ្សារមានការកើនឡើងនិងជឿជាក់ពីផលចំណេញលើការវិនិយោគភាគហ៊ុនក្នុងពេលបច្ចុប្បន្នក្នុងឆ្នាំ2025នេះផងដែរយើងនឹងមានក្រុមហ៊ុនចូលបញ្ជីលក់មូលបត្រទាំងមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុលជាបន្តបន្ទាប់ដោយបច្ចុប្បន្នមានក្រុមហ៊ុនខ្លះកំពុងរៀបចំខ្លួននិងខ្លះទៀតបាននឹងកំពុងរៀបចំឯកសារនិងដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចូលបញ្ជីមកកាន់ភមកក្នុងឆ្នាំ2024នេះភមកបានទទួលស្វាគមន៍ក្រុមហ៊ុនចូលបញ្ជីលក់មូលបត្របំណុលចំនួន2ក្រុមហ៊ុនរួមមានក្រុមហ៊ុន Telcotech និងក្រុមហ៊ុន Royal Group ភ្នំពេញ SEZ មកដែលជាក្រុមហ៊ុនចូលបញ្ជីលក់មូលបត្រកម្មសិទ្ធិកាលពីឆ្នាំ2016ផ្អែកលើទិន្នន័យក្នុងឆ្នាំនេះយើងសង្កេតឃើញថាគណនីជួញដូរសរុបចំនួន 58,394 ត្រូវបានបើកដំណើរការដែលក្នុងនោះមានការកើនឡើងគណនីថ្មីចំនួន 12,745 គណនីកើនឡើងជាង 26% បើធៀបនឹងចំនួនគណនីសរុបត្រឹមឆ្នាំ2023តម្លៃជួញដូរជាមធ្យមក្នុងឆ្នាំ2024មានជាង535លានរៀលឬស្មើប្រមាណ $133,963 ដែលមានការថយចុះប្រមាណ 35% បើប្រៀបធៀបទៅនឹងឆ្នាំ2023ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺការទទួលបានចំណាប់អារម្មណ៍និងការចូលរួមរបស់វិនិយោគិននៅក្នុងស្រុកក្នុងវិស័យមូលបត្របានកើនឡើងជាលំដាប់ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមស្មើនឹង 101,843 ភាគហ៊ុនដោយ 93% ត្រូវបានជួញដូរដោយវិនិយោគិនក្នុងស្រុកការដាក់បញ្ជាទិញលក់ជាមធ្យមប្រចាំថ្ងៃមានចំនួន 3,627 បញ្ជាក្នុងឆ្នាំ2024កើនឡើង 20% បើធៀបនឹងឆ្នាំ2023ក្រៅពីការជួញដូរតាមទីផ្សារប្រតិបត្តិការតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចាក្នុងឆ្នាំ2024យើងទទួលបាន10ប្រតិបត្តិការដែលក្នុងនោះមានភាគហ៊ុនដូចជាកំពង់ផែស្វយ័តក្រុងបរសៃអនុក្រុមហ៊ុន Grand Twin International និងរដ្ឋកោស្វយ័តក្រុងភ្នំពេញទំហំជួញដូរសរុបនៃប្រតិបត្តិការទាំងនោះមានចំនួន 1,213,554 ហ៊ុនដែលស្មើនឹង 6,266,000 លានរៀលដែលធ្វើការជួញដូរដោយវិនិយោគិនបរទេស 60% ខណៈដែលវិនិយោគិនក្នុងស្រុកបានរួមចំណែក 40% នៅក្នុងឆ្នាំ2024យើងសង្កេតឃើញថាផ្សាររបស់យើងក៏ទទួលបានការចូលរួមពីវិនិយោគិនបរទេសតាមបណ្ដាប្រទេសនានាដែលក្នុងនោះមានវិនិយោគិនតៃវ៉ាន់នាំមុខគេក្នុងទំហំជួញដូរដែលមានចំនួន 39.50% នៃវិនិយោគិនបរទេសសរុបជប៉ុនចិននិងថៃតាមពីក្រោយដោយ 21.31% 14.18% និង 5.36% រៀងគ្នាការបង្កើនទំនុកចិត្តវិនិយោគិននៅតែជាការងារស្នូលរបស់ភមកក្នុងឆ្នាំ2024យើងបានរៀបចំវគ្គបណ្ដុះបណ្ដាលផ្ទាល់និងតាមរយៈអនឡាញក្នុងគោលដៅបង្កើនចំណេះដឹងនិងផ្ដល់ព័ត៌មានសម្រាប់សាធារណជនវិនិយោគិនម្ចាស់អាជីវកម្មនិងវិនិយោគិនសក្តានុពលរបស់យើងបានរៀបចំវគ្គបណ្ដុះបណ្ដាលប្រចាំខែវេទិកាក្រុមហ៊ុនចូលបញ្ជី Earning Forum សិក្ខាសាលាពិសេសសម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យកម្មវិធី45នាទីអំពីការវិនិយោគកម្មវិធី35នាទីអំពីអាជីវកម្មនិងវគ្គបណ្ដុះបណ្ដាលដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចូលបញ្ជី
ទៅកាន់បណ្ដាក្រុមហ៊ុននានាលើពីនេះផលមកបានសហការជាមួយសមាជិកនិងអ្នកចូលរួមរបស់យើងដើម្បីរៀបចំកម្មវិធីសប្បុរសធម៌ក្តីសង្ឃឹមនៃជីវិតឆ្នាំ2024និងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ2024ជាលើកទី7នៅក្នុងពិព័រណ៍នេះក៏មានការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅមុខងារទូទាត់សាច់ប្រាក់តាមពហុភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដើម្បីសម្រួលនិងបន្ថែមជម្រើសដល់វិជ្ជកិនក្នុងការជ្រើសរើសធនាគារណាមួយដែលខ្លួនពេញចិត្តក្នុងការដកសាច់ប្រាក់ចូលគណនីជួញដូរយើងក៏បានយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទំនាក់ទំនងនិងផ្ដល់ព័ត៌មានជូនវិជ្ជកិនតាមរយៈការធ្វើបច្ចុប្បន្នភាពជាប្រចាំនៅប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនិងការធ្វើបច្ចុប្បន្នភាពគេហទំព័រផ្លូវការរបស់យើងក្រៅពីនេះផលមកក៏បានរៀបចំមានការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាជាមួយបណ្ដាស្ថាប័នអប់រំនានានិងបានចូលរួមក្នុងកម្មវិធីពិព័រណ៍និងព្រឹត្តិការណ៍នានាក្នុងគោលដៅអភិវឌ្ឍចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងជំរុញការយល់ដឹងក្នុងវិស័យមូលបត្រនិងជាទុនក្នុងការជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរឱកាសនៅក្នុងវិបត្តិក្រៅពីភាគហ៊ុន GTI ដែលមានកំណើនជាង 78% ភាគហ៊ុនចំនួន10ផ្សេងទៀតបានធ្លាក់ចុះដែលបណ្ដាលឲ្យសន្ទុះផលមកធ្លាក់ 12.68% ក្នុងឆ្នាំ2024នេះការធ្លាក់ចុះនៃថ្លៃភាគហ៊ុននេះមិនបណ្ដាលមកពីកត្តាអាជីវកម្មរបស់ក្រុមហ៊ុនទាំងស្រុងទេតែមូលហេតុចម្បងគឺដោយសារកត្តាមួយចំនួនដូចជា 1. កត្តាខាងក្រៅការអូសបន្លាយនៃសង្គ្រាមលើពិភពលោកដែលបានជះឥទ្ធិពលទៅលើតម្លៃនៃប្រាក់ដុល្លារភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកបណ្ដាលមកពីការជាប់គាំងនៃវិស័យអចលនទ្រព្យនិងការធ្លាក់ចុះនៃការចំណាយសរុបក្នុងស្រុកដែលធ្វើឲ្យវិជ្ជកិនភាគច្រើនបំរុងសាច់ប្រាក់ទុកជាជាងយកទៅប្រើប្រាស់លើការវិនិយោគផ្សេងៗស្របពេលដែលការកើនឡើងនៅព័ត៌មាននៃការឆបោកជាបន្តបន្ទាប់ដោយការប្រើប្រាស់ពាក្យវិនិយោគទី2កត្តាខាងក្នុងដោយសារมันមានសាច់ប្រាក់បន្ថែមចូលទៅក្នុងទីផ្សារថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនភាគច្រើននៅលើទីផ្សារក្នុងឆ្នាំ2024មិនសូវមានការកើនឡើងខ្លាំងដែលធ្វើឲ្យទីផ្សារមិនសូវមានភាពទាក់ទាញនិងខ្វះសន្តិភាពក៏ដូចជាការសម្រុកលក់ចេញភាគហ៊ុនរបស់វិជ្ជកិនមួយចំនួនដើម្បីដោះស្រាយបញ្ហាខ្វះខាតសាច់ប្រាក់របស់ខ្លួនជាហេតុធ្វើឲ្យតម្លៃភាគហ៊ុនខ្លះធ្លាក់ចុះខ្លាំងបើទោះបីជាក្រុមហ៊ុនចុះបញ្ជីទាំងនោះកំពុងតែបោះជំហាននិងអភិវឌ្ឍទៅមុខជាប្រចាំក្តីទោះបីជាស្ថានភាពទីផ្សារប្រចាំឆ្នាំ2024មិនសូវជាទីគាប់ចិត្តសម្រាប់វិជ្ជកិនក៏នៅតែមានគេមើលឃើញថាទីផ្សារមួយនេះនៅតែមានសក្តានុពលខ្ពស់ដោយសារតែការធ្លាក់ចុះតម្លៃភាគហ៊ុនក្រុមហ៊ុនល្អៗទាំងនេះកំពុងតែបានផ្ដល់ឱកាសដល់វិជ្ជកិនធ្វើការទិញភាគហ៊ុននៅក្នុងតម្លៃក្រោមទីផ្សារដើម្បីត្រៀមលក់ចេញនៅពេលដែលទីផ្សារត្រឡប់មកសភាពប្រក្រតីវិញស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ផលមកនឹងបន្តដើរតួជាស្ថាប័នមួយក្នុងការជួយគ្រោមជ្រែងគៀងគរនិងជំរុញការវិនិយោគប្រកបដោយចីរភាពនិងនិរន្តរភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោមការសហការគ្នារវាងនាយកករមូលបត្រកម្ពុជាផ្សារមូលបត្រកម្ពុជាគ្រប់សមាជិកនិងភាគីពាក់ព័ន្ធទាំងអស់យើងជឿជាក់យ៉ាងមុនមាំថាទីផ្សារមួយនេះនឹងនៅតែបន្តរីកចម្រើនឥតឈប់ឈរនៅពេលអនាគតការតាក់ទាញវិជ្ជកិនថ្មីជាពិសេសវិជ្ជកិនធំនិងវិជ្ជកិនគោលដៅការងើបឡើងវិញនៅវិស័យផ្សេងៗនិងការទម្លាក់អត្រាការប្រាក់នឹងធ្វើឲ្យស្ថានភាពទីផ្សារមូលបត្រមានការប្រសើរឡើងស្របពេលជាមួយគ្នានេះការចុះបញ្ជីនៅមូលបត្រកម្មសិទ្ធិថ្មីក្នុងឆ្នាំ2025នេះក៏ជាកាតាលីករមួយដើម្បីជំរុញឲ្យមានការជួញដូរនិងទាក់ទាញវិជ្ជកិនបន្ថែមទៀតឆ្នាំ2025នេះរំពឹងថានឹងក្លាយជាឱកាសមាសសម្រាប់វិជ្ជកិនរបស់យើងផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ2025យើងបដិញ្ញាចិត្តក្នុងការសម្រេចឲ្យបានគោលដៅធំសម្រាប់ឆ្នាំ2025នេះដោយបន្តបង្កើនតម្លៃជួញដូរប្រចាំថ្ងៃឲ្យបានទ្វេដងពោលគឺប្រមាណ$30,000អាមេរិកចំនួនគណនីជួញដូរថ្មីឲ្យបាន 15,000 គណនីបន្ថែមនិងបង្កើនចំនួនក្រុមហ៊ុនចូលបញ្ជីឲ្យបានយ៉ាងតិចចំនួន6ដើម្បីសម្រេចបាននៅគោលដៅធំខាងលើផលមកបានដាក់ចេញផែនការសកម្មភាពមួយចំនួនដូចខាងក្រោមចំណុចទី1នវានុវត្តន៍ផ្នែកបច្ចេកវិទ្យាផ
មករនឹងធ្វើការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាពកម្មវិធីជួញដូរពីហ៊ុន CSA Trade និងបន្ថែមមុខងារថ្មីៗបន្ថែមទៀតនិងការដាក់ដកសាច់ប្រាក់ចូលក្នុងគណនីជួញដូរឲ្យកាន់តែងាយស្រួលក៏ជាសកម្មភាពសំខាន់នៅក្នុងឆ្នាំ2025ដើម្បីសម្រួលដល់វិយាកិនការបង្កើតប្រព័ន្ធផ្ដល់ព័ត៌មានដែលដំណើរការលើប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដើម្បីផ្ដល់ព័ត៌មាននិងឆ្លើយតបរាល់សំណួរពីសំណាក់វិយាកិននិងក្រុមហ៊ុនទាំងឡាយដែលមានបំណងបផ្សាយនិងចុះបញ្ជីលក់ភាគហ៊ុនឲ្យបានទាន់ពេលវេលាចំណុចទី2ការកែសម្រួលបទបញ្ញត្តិនិងយន្តការជួញដូរផលករគ្រោងនឹងដាក់ឲ្យដំណើរការជួញដូរដោយប្រើ margin ការកែប្រែដែនកំណត់ថ្លៃទៅដល់ 30% ក្នុងមួយថ្ងៃការកាត់បន្ថយពេលនៃការទូទាត់មូលបត្របំណុលទៅជា T+1 និងអនុញ្ញាតឲ្យមានការទូទាត់ T+N សម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិតាមការចរចាដើម្បីឲ្យការជួញដូរនៅផ្សារមូលបត្រកម្ពុជាសមស្របទៅនឹងនិន្នាការជាសកលក៏ដូចជាក្នុងវិស័យមូលបត្រពិភពលោកយើងនឹងអនុវត្តឲ្យមានការយកមូលបត្រទៅជាទ្រព្យធានាដើម្បីឲ្យវិយាកិនយកមូលបត្ររបស់ខ្លួនធ្វើជាវត្ថុបញ្ចាំបានដើម្បីជួយដោះស្រាយហានិភ័យខាតបង់ក្នុងករណីវិយាកិនមានតម្រូវការសាច់ប្រាក់ជាបន្ទាន់ចំណុចទី3ការកសាងសមត្ថភាពនិងទំនុកចិត្តវិយាកិនផលករនឹងបន្តអប់រំនិងគាំទ្រវិយាកិនទាំងអស់ដើម្បីធានាថាវិយាកិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការសម្រេចចិត្តវិនិយោគប្រកបដោយការយល់ដឹងនិងភាពឈ្លាសវៃយើងនឹងបន្តរៀបចំវគ្គបណ្ដុះបណ្ដាលនិងព្រឹត្តិការណ៍ដែលធ្លាប់បានធ្វើស្រាប់និងរៀបចំសកម្មភាពថ្មីៗបន្ថែមទៀតដើម្បីបង្កើនចំនួនវិយាកិនសកម្មនិងទំហំជួញដូរចំណុចទី4ការបង្កើនផលិតផលវិនិយោគផលករនឹងបន្តរៀបចំសកម្មភាពដើម្បីស្វែងរកនិងជំរុញការចុះបញ្ជីមូលបត្រតួយ៉ាងក្នុងឆ្នាំ2025យើងគ្រោងមានក្រុមហ៊ុនចំនួន3បន្ថែមទៀតនឹងធ្វើការចុះបញ្ជីមូលបត្រកម្មសិទ្ធិនិង4ផ្សេងទៀតនឹងចុះបញ្ជីមូលបត្របំណុលយើងមានឆន្ទៈក្នុងការស្វែងរកនិងយកមកនៅក្រុមហ៊ុនល្អៗដែលមានសក្តានុពលមកបផ្សាយនិងចុះបញ្ជីមូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជាក្រៅពីមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុលយើងគ្រោងនឹងមានការចុះបញ្ជីជាលើកដំបូងនៅមូលនិធិជួញដូរក្នុងទីផ្សារដែលភាសាអង់គ្លេសហៅថា Exchange Traded Fund ទន្ទឹមនឹងនេះយើងសូមលើកទឹកចិត្តដល់វិយាកិនក្នុងស្រុកទាំងអស់សូមចាប់ផ្ដើមនិងបន្តចូលរួមគាំទ្រការវិនិយោគនៅលើទីផ្សារភាគហ៊ុនរបស់ប្រទេសយើងដើម្បីធ្វើឲ្យជីវភាពរបស់យើងរឹតតែល្អប្រសើរក៏ដូចជាជួយពន្លឿនទីផ្សារមូលបត្រដើម្បីបង្កើនឱកាសការងារបន្ថែមនិងជំរុញការរីកចម្រើនដល់សេដ្ឋកិច្ចជាតិសូមបិទបញ្ចប់ព័ត៌មានអំពីទីផ្សារមូលបត្រកម្ពុជាយើងចូលទៅនិយ័តករមូលបត្រកម្ពុជាម្ដងតើមានសមិទ្ធផលអ្វីខ្លះស្វែងយល់របាយការណ៍ស្ថិតិទីផ្សារមូលបត្រត្រីមាសទី4ឆ្នាំ2024ជាដំបូងសូមអញ្ជើញបងប្អូនទៅស្ដាប់សាររបស់ឯកឧត្តមស៊ូសុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាសិនក្នុងទិសដៅគ្រប់គ្រងត្រួតពិនិត្យនិងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជានិយ័តករមូលបត្រកម្ពុជាឬហៅកាត់ថា NOMOC អនុវត្តនៅទូនាទីគ្រប់ផ្នែករបស់ខ្លួនដើម្បីធានាឲ្យបាននៅទីផ្សារមួយដែលមានតម្លាភាពយុត្តិធម៌និងសណ្ដាប់ធ្នាប់ក្នុងន័យនេះដើម្បីជំរុញនៅការអភិវឌ្ឍទីផ្សារក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការផ្ដល់នៅទិន្នន័យដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយត្រឹមត្រូវនិងអាចទុកចិត្តបានគឺមានសារៈសំខាន់ដែលមើលឃើញពីតម្រូវការនេះនមកបានចងក្រងនៅទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជាជារបាយការណ៍ដែលលោកស្រីអ្នកនាងកញ្ញាកំពុងអាននេះស្រាប់របាយការណ៍ទិន្នន័យស្ថិតិទីផ្សារមូលបត្រនេះត្រូវបានរៀបរៀងនិងផ្សព្វផ្សាយជាទៀងទាត់រៀងរាល់មួយត្រីមាសម្ដងដោយផ្អែកលើមូលដ្ឋានទិន្នន័យជាក់ស្ដែងនៃខែនីមួយៗដោយផ្ដល់នូវទិន្នន័យស្ថិតិអំពីក្រុមហ៊ុនបផ្សាយវិយាកិនអន្តរការីមូលបត្រនិងក្រុមហ៊ុនដែលផ្ដល់សេវានិងធ្វើអាជីវកម្មក្នុងវិស័យមូលបត្រព្រមទាំងឧបករណ៍មូលបត្រផ្សេងៗផងដែររបាយការណ៍នេះអាចជួយដល់វិយាកិនសិស្សនិស្សិតសាធារណជននិងអ្នកស្រាវជ្រាវដើម្បីស្វែងយល់បន្ថែមពីទីផ្សារមូលបត្រនៅកម្ពុជារបាយការណ៍នេះចែកចេញជា5ផ្នែកផ្នែកទី1ទី2ទី3គូបង្ហាញពីទិន្នន័យនៃទីផ្សារមូលបត្រកម្មសិទ្ធិសញ្ញាប័ណ្ណសាជីវកម្មនិងឧបករណ៍នេសាទផ្នែកទី4បង្ហាញពីទិន្នន័យតួអង្គចូលរួមក្នុងទីផ្សារការបណ្ដុះបណ្ដាលនិងចំណុចសំខាន់ៗដទៃទៀតរីឯផ្នែកទី5បង្ហាញពីកិច្ចសហប្រតិបត្តិការរវាងនមកជាមួយស្ថាប័នជាតិនិងអន្តរជាតិ
ខ្ញុំសង្ឃឹមយ៉ាងមុតមមថាវិជ្ជកិនសិស្សនិស្សិតសាធារណជនស្ថាប័នស្រាវជ្រាវអ្នកវិភាគឯករាជ្យនិងតួអង្គពាក់ព័ន្ធផ្សេងៗទៀតអាចយកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ស្ថិតិទីផ្សារមូលបត្រនេះទៅប្រើប្រាស់លើការសិក្សារៀនសូត្រស្រាវជ្រាវនិងការវិភាគប្រកបដោយវិជ្ជាជីវៈនិងមានក្រមសីលធម៌ខ្ពស់ជៀសវាងការបកស្រាយខុសពីខ្លឹមសារពិតដែលអាចនាំឲ្យសាធារណជនមានការភ័ន្តច្រឡំនិងធ្វើឲ្យមានការប៉ះពាល់ដល់ទំនុកចិត្តក្នុងទីផ្សារឬខាតបង់ដោយប្រការណាមួយរាជធានីភ្នំពេញថ្ងៃទី5ខែមីនា គ្រិស្តសករាជ2025ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានមូលបត្រកម្ពុជាស៊ូសុជាតិជាបន្តនាំបងប្អូនទៅស្វែងយល់អំពីទិន្នន័យសង្ខេបខ្លះៗនៅក្នុងវិស័យមូលបត្រដែលមានដូចតទៅទិន្នន័យសង្ខេបទីផ្សារមូលបត្រកម្មសិទ្ធិគិតចាប់ពីឆ្នាំ2012ដល់ត្រីមាសទី4ឆ្នាំ2024ចំនួនសាច់ប្រាក់ដែលប្រមូលបានសរុបគឺ128លាន919,610ដុល្លារអាមេរិកចំនួនបុគ្គលឬក្រុមហ៊ុនចូលបញ្ជីលក់មូលបត្រកម្មសិទ្ធិសរុបមាន11ចំនួនសាច់ប្រាក់ដែលប្រមូលបានពីទីផ្សារគោលមានចំនួន121លាន207,768ដុល្លារអាមេរិកចំនួនសាច់ប្រាក់ដែលប្រមូលបានពីទីផ្សារកំណើនមាន7លាន711,842ដុល្លារអាមេរិករីឯសន្ទុះផលមកនៅត្រីមាសទី4ឆ្នាំ2024នេះត្រូវបានបិទនៅតម្លៃ412កដកសញ្ញា75ពិន្ទុយើងចូលទៅមើលស្ថិតិបាទទីផ្សារសញ្ញាប័ណ្ណវិញឬក៏ហៅមូលបត្របំណុលរបស់ក្រុមហ៊ុនសាជីវកម្មគិតចាប់ពីឆ្នាំ2018មកចំនួនសាច់ប្រាក់ដែលប្រមូលបានសរុប258លាន301,363ដុល្លារអាមេរិកចំនួនបុគ្គលឬក៏ក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្របំណុលនោះគឺចំនួន12ទំហំដើមទុនសរុបដែលប្រមូលបានពីទីផ្សារមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុលចំនួនសាច់ប្រាក់ប្រមូលបានពីទីផ្សារនេះសរុបមាន387លាន220,973ដុល្លារអាមេរិករីឯចំនួនវិជ្ជកិននៅក្នុងទីផ្សារមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុលដែលនាយកដ្ឋានបានផ្ដល់លេខអត្តសញ្ញាណវិជ្ជកិនជូនគឺសរុបមានចំនួន57,566ជាបន្តយើងមកដឹងមកអំពីចំនួនវិជ្ជកិននៅក្នុងទីផ្សារមូលបត្រកម្ពុជាយើងម្ដងបាទគិតចាប់ពីឆ្នាំ2012រហូតដល់ត្រីមាសទី4ឆ្នាំ2024ក្នុងនោះចំនួនលេខអត្តសញ្ញាណវិជ្ជកិនដែលបានផ្ដល់ដោយនាយកដ្ឋានមូលបត្រកម្ពុជាគឺ57,566ចំនួនវិជ្ជកិនរូបវ័ន្តបុគ្គលមាន57,390ចំនួនវិជ្ជកិននីតិបុគ្គលមានចំនួន2,417ចំនួនវិជ្ជកិនសញ្ជាតិខ្មែរមាន49,524ចំនួនវិជ្ជកិនបរទេស7,239ក្នុងនោះមានចំនួនវិជ្ជកិនភេទប្រុស35,646ចំនួនវិជ្ជកិនភេទស្រី20,481ចំនួនវិជ្ជកិនគុណវុឌ្ឍមាន1រីឯចំនួនវិជ្ជកិនធនវុឌ្ឍអត់មានទេបាទសូមសង្ខេបខ្លីប៉ុណ្ណេះដោយសារឯកសារនេះមានទិន្នន័យច្រើនទំព័របងប្អូនដែលចង់បានខ្ញុំដាក់វីដេអូ link ពីរបៀបចូលទៅទាញយកពីគេហទំព័រនាយកដ្ឋានមូលបត្រកម្ពុជាបានតាមរយៈ link នៅក្នុង caption វីដេអូនេះឬចូលទៅក្នុង YouTube Channel ខ្មែរ Stock Market ខ្ញុំបាទក៏សូមខន្តីអភ័យទោសបើសិនជាមានកំហុសឆ្គងដោយអចេតនាសូមអរគុណចំពោះការទស្សនាពីដើមដល់ចប់យើងនឹងជួបគ្នានៅវីដេអូថ្មីលើកក្រោយទៀតជម្រាបលាវីដេអូនេះនាំមកជូនដោយក្លឹបប្រឹក្សាភាគហ៊ុនជាគ្រប់ឯកជនដែលទទួលបង្ហាត់បង្រៀនវិនិយោគភាគហ៊ុនក្នុងស្រុកព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខទូរស័ព្ទ Telegram 086554297